កូនប្រុសមានការទទួលខុសត្រូវយ៉ាងរហ័សពីព្រោះតែក្នុងគ្រួសារមានតែម្ដាយតែម្នាក់គត់ម្ដាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃគ្មានឈប់សម្រាកម្រាមដៃឡើងក្រឹតហើយផ្ទៃមុខមានសភាពស្លេកស្លាប់ឯកូនប្រុសក៏រៀនបានពូកែនិស្ស័យក៏ល្អនៅក្នុងថ្នាក់ប៉ុន្តែវាមិនដែលរំលឹកដល់រឿងគ្រួសារហើយថែមទាំងមិនដែលរំលឹកដល់ម្ដាយរបស់វានៅក្នុងថ្នាក់រៀនទេតែហេតុអ្វីទៅអ្នកម្ដាយគឺជាជនពិការទោះបីជាអាចស្ដាប់បានប៉ុន្តែគាត់បានបាត់បង់ស្លឹកត្រចៀកបាត់ទៅហើយផ្នែកខាងក្រៅនៅសល់សាច់បន្តិចប៉ុន្តែវាហាក់ដូចជាផ្ទៃរាបស្មើទៅហើយកូនប្រុសមិនត្រឹមតែមិនមើលគាត់ទេហើយថែមទាំងមិនចង់និយាយជាមួយគាត់ទេអ្នកម្ដាយដឹងពីការខ្វះខាតរបស់ខ្លួនដែលបានផ្ដល់នៅស្រមោលដ៏អាក្រក់មួយដល់កូនដូច្នេះហើយគាត់ក៏មិនដែលបន្ទោសកូនរបស់គាត់ដែរគាត់តែងតែប្រុងប្រយ័ត្ននិងយកសក់មកបិទបាំងផ្នែកត្រចៀករបស់គាត់ជានិច្ចអ្នកទាំងពីររស់នៅលើជម្រាលភ្នំជាហេតុមិនដែលទំនាក់ទំនងទៅសង្គមខាងក្រៅអ្នកម្ដាយជាមនុស្សឯកោណាស់ព្រោះគាត់និយាយមិនបានប៉ុន្មានម៉ាត់ផងទៅកាន់កូនរបស់គាត់កូនរបស់គាត់បានរៀនដល់មធ្យមសិក្សាយ៉ាងឆាប់រហ័សអ្នកម្ដាយខំរកស៊ីយកវត្ថុស្ទើរតែទាំងអស់យកទៅលក់ដើម្បីបង្គ្រប់ថ្លៃសិក្សារបស់កូនថ្ងៃមួយកូនប្រុសរបស់កូនបានភ្លេចយកសៀវភៅភាសាបារាំងទៅសិក្សានៅពេលកំពុងរៀនត្រូវលោកគ្រូពិន័យឲ្យឈរពេញមួយម៉ោងបន្ទាប់មកពេលចេញលេងវាបំរុងទៅផ្ទះថ្ងៃត្រង់ដើម្បីទៅយកសៀវភៅនោះប៉ុន្តែម្ដាយរបស់វាបានឈរនៅមុខទ្វារដៃរបស់គាត់កាន់នៅសៀវភៅនោះវារត់ទៅទទួលដោយសប្បាយរីករាយអ្នកម្ដាយបែកញើសពុនគ្រាប់សណ្ដែកពេញថ្ងៃញើសបានបន្តហូរចុះពីលើមុខរបស់គាត់នេះអាចបញ្ជាក់បានថាគាត់រត់កាន់សៀវភៅនេះយកមកឲ្យកូនគាត់ឯងនេះគ្រាន់តែសៀវភៅក៏ភ្លេចដែរថ្ងៃក្រោយត្រូវចងចាំកុំឲ្យភ្លេចទៀតអ្នកម្ដាយហាក់ដូចជាក្តៅស្អុកក៏វែកសក់ទៅខាងក្រោយរួចនិយាយថានៅមានទៀតនេះគឺជាលុយដែលម៉ែទើបតែលក់ពងមាន់ឯងយកទុកចាយវាប្រចាំថ្ងៃចុះនិយាយរួចក៏ចាប់ដៃកូនសិស្សនៅជុំវិញនោះបានលួចសោយមានអ្នកខ្លះសោយខ្លាំងសុទ្ធតែជាក្មេងនៅក្នុងទីក្រុងព្រោះពួកគេមិនដែលឃើញស្ត្រីយ៉ាប់យឺនយ៉ាងនេះទេមួយវិញទៀតពេលវែកសក់ទៅខាងក្រោយក៏ប្រទះឃើញអត់ត្រចៀកមួយសន្ទុះក្រោយមកសំឡេងសោយចំអកក៏លាន់ឮពេញក្នុងថ្នាក់កូនប្រុសរបស់គាត់មានអារម្មណ៍មិនល្អទឹកមុខឡើងក្រហមហើយបានស្រែកដាក់ម្ដាយវាខ្លាំងថាអ្នកណាហៅម៉ែមកឆាប់ទៅវិញទៅអ្នកម្ដាយមានអារម្មណ៍អៀនខ្មាស់ទឹកនេត្រាបានហូរស្រោចចេញពីកែវនេត្រាទាំងពីរលើកដៃមានបំណងវាយកូនប៉ុន្តែត្រូវកូនគាត់ចាប់ដៃជប់កូនរបស់គាត់បានតោដៃទះគាត់មួយដៃអ្នកម្ដាយបានព្យាយាមបិទមុខនិងត្រចៀករួចយំសោកយ៉ាងខ្លាំងនេះជាលើកទី1ហើយដែលគាត់យំនៅមុខមនុស្សជាច្រើនជាពិសេសនៅចំពោះមុខកូនរបស់គាត់ក្រោយពីរឿងនេះបានកើតឡើងគាត់ក៏មិនបន្ទោសកូនរបស់គាត់ដែរហើយគាត់បានចងចាំសម្ដីរបស់កូនគាត់ថាកុំឲ្យនៅក្នុងចំណោមមនុស្សថាគាត់ជាម្ដាយឲ្យសោះមិនយូរប៉ុន្មានសក់បារបស់អ្នកម្ដាយបានជ្រុះចុះយ៉ាងច្រើនបែកមុខក៏មានសភាពជ្រីជ្រួញដែរកូនរបស់គាត់ជាមេដឹកនាំនៅក្នុងថ្នាក់លទ្ធផលសិក្សាល្អប្រឡងជាប់បាននីតិល្អនៅមធ្យមសិក្សាហើយក៏បានចូលរៀនថ្នាក់មហាវិទ្យាល័យប៉ុន្តែនៅពេលបំពេញប្រវត្តិរូបចូលរៀនគេក៏បានបំពេញថាគេជាក្មេងកំព្រាគ្មានឪពុកម្ដាយនៅគណៈពេលសិក្សាឆ្នាំទី4កូនរបស់គាត់ជាប់រវល់ខ្លាំងណាស់ធ្វើការចិញ្ចឹមខ្លួនឯងមិនដារៀនមិនដាហើយមិនដែលទៅសួរសុខទុក្ខម្ដាយសោះឡើយកូនរបស់គាត់បានស្គាល់នារីស្អាតម្នាក់នៅក្នុងសាលាមនុស្សទាំងអស់ក្នុងសាលាតែងសរសើរថាពួកគេទាំងពីរសមគ្នា
ស័ក្តិសមជាគូស្នេហ៍មួយគូក្រោយបញ្ចប់ការសិក្សាពួកគេក៏បានរៀបការជាមួយគ្នាកូនគាត់មានស្មារតីរឹងប៉ឹងមិនចូលចិត្តឲ្យអ្នកណាប្រមាថហើយចង់ឲ្យអ្នកដទៃខកសរសើរគ្រប់គ្នាហើយរឹតតែមិនចង់ឲ្យអ្នកដទៃសោកចំអកឬម្ដាយគេដូច្នេះហើយគេមិនអាចរំលឹកពីម្ដាយរបស់គេឡើយរំលងបានប៉ុន្មានឆ្នាំកូនរបស់គាត់មានកូនប្រុសម្នាក់កូននោះស្អាតហើយឆ្លាតដូចជាឪពុករបស់គេដែរថ្ងៃកំណើត3ឆ្នាំបានមកដល់ពួកគេជួបជុំគ្រួសារអបអរសាទរដណ្ដឹងទ្វារបានបន្លឺឡើងអ្នកម្ដាយបានមកដល់ទីបំផុតគាត់បានរកឃើញកូនប្រុសរបស់គាត់នៅពេលនោះគាត់មានសក់សទេមិនគ្រប់គ្រាន់ទេសក់ក្បាលភាគច្រើនត្រូវជ្រុះគ្មានត្រចៀកវាបានខ្លាចជាកំហុសមួយដែលមិនអាចកែប្រែបានកូនតូចនោះបាននិយាយពុទ្ធោគ្មានត្រចៀកចឹងសត្វចម្លែកកូនប្រុសគាត់បានប្រញាប់បីអោបក្មេងនោះហើយបានស្ដីបន្ទោទៅកាន់ម្ដាយថាម៉ែនៅទីហ៊ានមករកខ្ញុំទីចាស់ហើយនៅមិនទាន់ស្លាប់ទៀតនិយាយរួចក៏បិទទ្វារក្រោយពីរឿងនោះបានកើតឡើងអ្នកភូមិបាននិយាយតគ្នាថាអ្នកម្ដាយបានបោកក្បាលនិងជញ្ជាំងស្លាប់ខ្ញុំមិនចង់ខ្លាចជាសម្ពាធរបស់កូនខ្ញុំទេនេះជាសម្ដីចុងក្រោយមុនពេលគាត់សម្លាប់ខ្លួនហើយអ្នកស្រុកបានឮកូនប្រុសរបស់គាត់គ្មានមធ្យោបាយក៏បានលាតត្រដាងការពិតគាត់បានទទួលស្គាល់ម្ដាយរបស់គាត់ហើយគាត់បានទៅធ្វើពិធីបុណ្យសពឲ្យម្ដាយរបស់គាត់ទាំងមនុស្សជាច្រើនមិនពេញចិត្តដើម្បីកុំឲ្យថាគាត់ជាកូនអកតញ្ញូទ្រព្យសម្បត្តិរបស់អ្នកម្ដាយដែលបានបន្សល់ទុកគឺតិចតួចមានដូចជាផ្ទះចង្ក្រានចាស់មួយចានដែកនិងក្រែមួយបន្ទាប់មកនៅក្រោមក្រែគាត់បានសង្កេតឃើញមានកេះមួយហើយក្នុងកេះនោះមានខោអាវចាស់ហើយថ្ងៃធម្មតាមិនដែលឃើញគាត់ស្លៀកពាក់ឡើយជាពិសេសនៅកណ្ដាលខោអាវទាំងមានវិក្កយបត្រពេទ្យមួយសន្លឹកនេះគឺជារបស់អ្នកម្ដាយគាត់បានបើកមើលមួយទំព័រម្ដងក្នុងមានមួយសន្លឹកសរសេរថាការវះកាត់ស្លឹកត្រចៀកការចាក់ថ្នាំការវះកាត់គាត់មិនទាន់បានអានចប់ត្រង់ទំព័រនោះផងក៏មានក្រដាស់មួយសន្លឹកគឺជាបំណែកនៃក្រដាស់ក្នុងនោះមានឈ្មោះរបស់គាត់ដែលសរសេរដោយលោកគ្រូពេទ្យហើយនៅខាងក្រោយទំព័រនេះមានសរសេរថាសាច់ញាតិបង្ការហើយអ្នកម្ដាយមានប្រភេទឈាមដូចគ្នាអាចវះកាត់ត្រចៀកបានប្រសិនបើអ្នកទាំងអស់ជាកូនប្រុសម្នាក់នោះតើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណា